ថាឯងមានជំងឺសរសៃប្រសាទខ្ញុំសម្លឹងមើលតូតូនៅកៅអីក្រោយខ្ញុំភ្លុកអ្នករាល់គ្នាទាំងអស់ដោយមិននិយាយអ្វីសោះខ្ញុំបិទទូរស័ព្ទហើយសម្លឹងមើលទៅមុខត្រង់មិនយូរប៉ុន្មានគេក៏ផ្ញើសារចុងក្រោយមកឈីនស៊ូយ៉ាវតាំងពីអូនទៅបងតែងតែគិតរហូតថាបងនេះខែមិនយកអូនធ្វើបែបនេះបងបានបិទកាតធនាគាររបស់អូនអស់ហើយបើអូននៅតែមិនត្រឡប់មកវិញទេបងនឹងដាក់ពាក្យលែងលះមែនទែនហើយ2នាទីក្រោយមកខ្ញុំក៏ទទួលបានសារពីធនាគារឈិនយីជើពិតជាបានបិទកាតធនាគារខ្ញុំមែនគេកំពុងបង្ខំឲ្យខ្ញុំត្រឡប់ទៅវិញគេគិតថាឲ្យតែផ្ដាច់ផ្លូវលុយខ្ញុំហើយខ្ញុំនឹងត្រូវវាត្រឡប់ទៅវិញដូចឆ្កែអ្នកថាអីចឹងតែគេមិនដឹងទេថាខ្ញុំមិនមែនកំពុងរករឿងទេខ្ញុំកំពុងតែរត់គេចយកជីវិតបេះដូងខ្ញុំលោតញាប់ខ្លាំងណាស់អារម្មណ៍ភ័យខ្លាចកាន់តែធ្ងន់ធ្ងរឡើងហាក់ដូចជាមានដៃមើលមិនឃើញមួយកំពុងតែច្របាច់ក៏ខ្ញុំជាប់ខ្ញុំព្យាយាមផ្ញើសារទៅមិត្តភក្តិជិតស្និទ្ធប៉ុន្មានដោយប្រាប់ពួកគេថាស្ដាប់ខ្ញុំយប់នេះត្រូវចេញពីក្រុងឲ្យបានលឿនបំផុត1វិនាទីក្រោយមកខ្ញុំក៏ត្រូវគេដកចេញពីក្រុងគ្រប់បានបន្សល់ទុកសារថាស៊ូយ៉ាវកុំមកបាយបរិយាកាសនៅទីនេះខ្លះផងខ្ញុំបានត្រឹមតែសារចុះក៏បិទទូរស័ព្ទហើយជន់កែមកអស់ទំហឹងបន្តទៀតទឹកភ្នែកខ្ញុំទប់លែងជាប់ក៏ស្រក់ចុះមកពេលនេះយើងបើកចេញបាន200គីឡូម៉ែត្រហើយតូតូអាចក្រោកឈរដោយខ្លួនឯងបានវិញហើយវាបានមកផ្អែកក្បាលលើស្មាខ្ញុំវាមានប្រតិកម្មលឿនជាងមុនកែវភ្នែកក៏ត្រឡប់មកដូចធម្មតាវិញតូតូមានតែឯងទេដែលជួខ្ញុំត្រូវអត់តូតូបញ្ចេញសម្លេងធ្ងន់តិចក្រសែភ្នែកស្រទន់តែបង្កប់ភាពកំសត់វាដឹងចិត្តខ្ញុំជាងមនុស្សពួកនោះទៅទៀតខ្ញុំខ្លាចជាមនុស្សឈួតក្នុងក្រសែភ្នែកអ្នកគ្រប់គ្នាជាស្រីកាតកូនមិនបានជាស្រីឈួតដែលយកឆ្កែធ្វើជាកូនតែខ្ញុំក្រឡេកមើលកុងតឡានសាំងនៅសល់កន្លះធុងទៀតឲ្យតែបើកបាន200គីឡូទៀតខ្ញុំនឹងដល់ភ្នំហើយខ្ញុំនឹងចាក់ចេញពីទីក្រុងនេះជារៀងរហូតចំណែកតូតូនៅតែសម្លឹងចេញទៅក្រៅទីដៅនោះគឺជាផ្លូវរស់ម៉ោង5ទៀបភ្លឺខ្ញុំបង្ខំចិត្តឈប់នៅចំណតសម្រាប់ពេលនេះតូតូបានជាសេះស្បើយទាំងស្រុងហើយវាលោតចុះពីឡានទៅផឹកទឹកយ៉ាងរហ័សរហួនក្រៅពីហត់នឿយបន្តិចវាមើលទៅមិនខុសពីធម្មតាទេភាពពងុយដេកក៏វាលុកមកយ៉ាងខ្លាំងខ្ញុំក៏បានដេកលក់ក្នុងឡានប្រហែល2ម៉ោងតែពេលដែលខ្ញុំរៀបនឹងចេញដំណើរទៅមុខទៀតស្រាប់តែមានឡានពណ៌ខ្មៅមួយដែលខ្ញុំមកកាត់មុខឡានខ្ញុំយ៉ាងតក់ក្រហល់បិទផ្លូវខ្ញុំមិនឲ្យទៅមុខរួចបន្ទាប់មកឈិនយីជើក៏ចុះពីលើឡានថែមទាំងមានមិត្តភក្តិមាធំ2នាក់របស់គេមកជាមួយដែរភ្នែកគេឡើងក្រហមពុកចង្កាក៏ដុសចេញមកយ៉ាងច្រើនមើលទៅទាំងហត់នឿយនិងដូចមនុស្សឈួតឈីនស៊ូយ៉ាវចុះមកភ្លាមគេគោះកញ្ចក់ឡានខ្ញុំយ៉ាងខ្លាំងបាយខ្លាំងស្ទើរតែបែកកញ្ចក់ទៅហើយខ្ញុំភ័យឡើងឈាមរត់កាត់មុខនឹកស្មានមិនដល់គេតាមគេពិសក្នុងឡានសោះអាចរកខ្ញុំឃើញបែបនេះឈិនយីជើខ្ញុំមិនត្រឡប់ទៅវិញជាមួយបងទេខ្ញុំស្រែកប្រាប់ពីក្នុងឡានបងមិននិយាយច្រើនជាមួយអូនទេហើយស្រែកទៅកាន់អ្នកដែលកំពុងឈរមើលថាបងប្អូនជួយខ្ញុំផងប្រពន្ធខ្ញុំគាត់មានជំងឺសរសៃប្រសាទធ្ងន់ធ្ងរគាត់យកឆ្កែធ្វើជាកូនហើយបង្ខំចិត្តនាំឆ្កែរត់ចេញពីផ្ទះនេះស្មារតីគាត់មិនសូវស្រួលទេខ្ញុំត្រូវតែនាំគាត់ទៅព្យាបាលអ្នកនៅចំណតសម្រាប់នេះក៏ចូលចិត្តចេះដឹងរឿងគេស្រាប់ផងមនុស្សមួយចំនួនក៏ចំរំមើលហើយចង្អុលមុខខ្ញុំនិយាយថាអាយ៉ាក្មេងនេះមើលទៅក៏ស្អាតបាត់តាមិនក៏ខួរក្បាលមិនល្អចឹងប្រញាប់តាមប្តីទៅផ្ទះវិញទៅរឿងទៀតអញជាស្រីកាត់កូនមិនបានទៅហើយចិញ្ចឹមឆ្កែទៅវាក៏សំដែងតែកុំធ្វើឲ្យខ្លួនឯងឈួតចឹងអីមិត្តភក្តិឈិនយីជើថែមទាំងយកខ្សែចេញមកទៀតមើលទៅសភាពគឺពិតជាចង់ខ្ញុំដូចមនុស្សឈួតមែនទែនហើយខ្ញុំមិនបានឈួតទេបើហ៊ានតែប៉ះខ្ញុំប្តឹងប៉ូលីសអូនមិនទៅក៏បាននោះជាកម្មរបស់អូនហើយតែបងកុំមករ៉ាំងខ្ញុំបើមិនអញ្ចឹងខ្ញុំប្តឹងប៉ូលីសបទសហការគ្នាចាប់ជំរិតអូនចង់ប្តឹងប៉ូលីសចាប់បងហេគ្រាន់តែព្រោះអាឆ្កែនេះមែនទេហើមឆ្លៀតពេលខ្ញុំមិនចាប់អារម្មណ៍ក៏ស្ទុះទៅបើកទ្វារឡានក្រោយហើយលូកដៃទៅទាញតូតូតតែបងសម្លាប់វាចោលទើបអូនភ្ញាក់ខ្លួនមែនទេតូតូខំប្រឹងគេព្រមទាំងបញ្ចេញសម្លេងក្រហមយ៉ាងខ្លាំងពេលនេះវាមានប្រតិកម្មរហ័សណាស់វាខំចំផ្សាយនាឡិកាឈិនយីជើតែម្ដងអាសន្នធានខំអញផងឈិនយីជើខឹងដូចឈួតក៏ក្រវីវាចេញយ៉ាងខ្លាំងក្អាស់ចេញទៅវាធ្វើនេះដើម្បីជួយជីវិតបងទេវាគឺកំពុងជួយជីវិតពួកយើងឈិនយីជើច្រានខ្ញុំផ្អឹបនឹងទ្វារឡានកម្លាំងគេខ្លាំងគួរឲ្យខ្លាចសង្កត់ខ្ញុំស្ទើរតែដកដង្ហើមមិនរួចក្រុងហាយ៉ាងមិនមានរឿងអីទេពេលនេះគឺម៉ោង 5:30 ព្រឹកហើយអ្នកហាត់ប្រាណពេលព្រឹកក៏ចេញមកអស់ហើយមានឃើញរឿងអីកើតឡើងទេអូននៅចង់រករឿងដល់ពេលណាទៀតខ្ញុំសម្លឹងមើលទៅទីឆ្ងាយមែនហើយមេឃលឿនមើលទៅស្ងប់ស្ងាត់ល្អណាស់ស្រីម្នាក់នេះឈួតមែនទែនហើយដឹងអ្នកជុំវិញនោះចាប់ផ្ដើមខ្សឹបខ្សៀវគ្នាមួយរំពេចនោះខ្ញុំក៏ចាប់ផ្ដើមរារែកចិត្តជាមួយការគិតរបស់ខ្ញុំវាខុសមែនតែពេលខ្ញុំអន់មើលតូតូវានៅតែក្រាបនៅក្រោមស្រោមពុកឡានធ្មេញវាទង្គិចគ្នាសូតែញ៉ោរោមពេញខ្លួនរបស់វាក៏ផ្លាំងភ្នែកវានៅតែសម្លឹងចំទៅទី2